នៅពេលដែលខ្ញុំចេញវីដេអូនេះទៅបងប្អូនទាំងអស់គ្នាចាប់ផ្ដើមឆ្ងល់ទៀតហើយបងប្អូនទាំងអស់គ្នាធ្លាប់តែឃើញខ្ញុំច្រកទឹកផ្កាថ្នោតឈ្មោលណាឥឡូវបងប្អូនទាំងអស់គ្នាមកមើលខ្ញុំច្រកទឹកផ្កាថ្នោតញីវិញម្ដងជាធម្មតាផ្កាថ្នោតញីនៅពេលដែលយើងគៀបរយៈពេល 4-5 ថ្ងៃហើយគឺត្រូវការបញ្ច្រកទឹកវាហើយផ្កាថ្នោតញីនេះបើយើងចង់គៀបហើយយើងច្រកទឹកក៏បានឬមួយក៏គៀបហើយមិនបាច់ចាំច្រកទឹកក៏បានដែរវាគ្រាន់តែថានៅពេលដែលយើងច្រកទឹកទៅវាឆាប់បានទឹកថ្នោតលឿនណាហើយវិធីដែលអត់ច្រកទឹកក៏ខ្ញុំធ្លាប់ធ្វើវិធីដែលច្រកទឹកក៏ខ្ញុំធ្លាប់ធ្វើដែរគ្រាន់តែថាកាលណាដែលយើងច្រកទឹកវាទៅវាឆាប់បានទឹកថ្នោតលឿនជាងបើយើងអត់ច្រកទឹកវាទេវាយើងត្រូវចំណាយពេលវេលាកាត់មុខថ្នោតនឹងរៀងយូរហើយពេលវេលាដែលច្រកទឹកត្រាំផ្កាថ្នោតនោះគឺសម្រាប់ខ្ញុំច្រកទឹករយៈពេលមួយយប់2ថ្ងៃឬមួយក៏2យប់2ថ្ងៃទៅតាមស្ថានភាពផ្កាថ្នោតជាក់ស្ដែងណាដោយផ្កាថ្នោតខ្លះហ្នឹងវារៀងកម្លាំងវារៀងខ្លាំងច្រកទឹកវារៀងយូរចឹងទៅបើផ្កាថ្នោតខ្លះរៀងខ្សោយទេច្រកទឹកវាតែមួយយប់1ថ្ងៃមួយយប់2ថ្ងៃអីហ្នឹងវាចេញហើយបងប្អូនហើយមុននឹងខ្ញុំច្រកទឹកហ្នឹងគឺខ្ញុំបានចាត់មុខផ្កាថ្នោតមើលដើម្បីថាតើមុខផ្កាថ្នោតនោះវាមានស្រក់ទឹកថ្នោតអត់បើសិនជាបងប្អូនទាំងអស់គ្នាកាត់មុខផ្កាថ្នោតទៅវាមានរាងសើមមុខផ្កាថ្នោតឬមួយក៏កាត់មុខទៅវាអាចនឹងស្រក់បងប្អូនអាចយកទឹកយកមកត្រាំផ្កាថ្នោតបានហើយបងប្អូនបើសិនជាបងប្អូនទាំងអស់គ្នាកាត់មុខផ្កាថ្នោតទៅស្ងួតជ្រើងអត់ទាន់មានចេញទឹកថ្នោតបងប្អូនទាំងអស់គ្នាគួរតែគៀបបន្ថែមទៀតដើម្បីឲ្យវាចេញណាពីព្រោះអីផ្កាថ្នោតកាលណាដែលយើងគៀបស្ទើឬមួយក៏គៀបជ្រុលក៏វាអត់ចេញដែរបងប្អូនបាទហើយសម្រាប់បច្ចេកទេសនៃការគៀបថ្នោតបងប្អូនអាចចូលទៅមើលវីដេអូខ្ញុំធ្វើជាច្រើនរាប់មិនអស់បងប្អូនអាចចូលទៅមើលបានហើយខ្ញុំក៏សូមផ្ដាំទៅពុកម៉ែបងប្អូនទាំងអស់គ្នាដែរថាខ្ញុំមិនមែនជាអ្នកជំនាញធ្វើថ្នោតអីទេប៉ុន្តែគ្រាន់តែថាខ្ញុំធ្វើវិធីបែបនេះទៅគឺបានផលណាបងប្អូនបានន័យថាធ្វើវិធីបែបហ្នឹងទៅគឺវាអាចមានសង្ឃឹមថានឹងបានទឹកថ្នោតច្រើនបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តនៅវីដេអូរបស់ខ្ញុំនេះសូមបងប្អូនទាំងអស់គ្នាជួយចុច like ជួយ share និងជួយ follow account របស់ខ្ញុំម្នាក់មួយផងបងប្អូនដើម្បីទទួលបាននៅវីដេអូថ្មីៗទៀតខ្ញុំនឹងព្យាយាមធ្វើវីដេអូថ្មីបន្ថែមទៀតដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានទស្សនានិងយល់ដឹងអំពីការធ្វើថ្នោតហើយការបញ្ច្រកទឹកផ្កាថ្នោតត្រាំផ្កានេះបើអ្នកថ្មីអាចធ្វើតាមបានតែបើជើងចាស់ខ្លះមួយចំនួនហ្នឹងគឺគាត់មិនបាច់ចាំច្រកទឹកក៏ធ្វើថ្នោតចេញដែរបងប្អូនបាទទី1ដោយសារតែគាត់មានបទពិសោធន៍យូរឆ្នាំអញ្ចឹងទៅគាត់មិនបាច់ចាំច្រកទឹកក៏គាត់អាចគៀបចេញដែរបងប្អូនបាទដូចខ្ញុំអីអញ្ចឹងខ្ញុំមានបទពិសោធន៍រៀងយូរដែរអញ្ចឹងពេលខ្លះទៅគឺខ្ញុំមិនបាច់ចាំច្រកទឹកទេក៏ធ្វើឲ្យទឹកថ្នោតហ្នឹងវាចេញដែរបងប្អូនបាទគាត់ថាពេលខ្លះហ្នឹងបងប្អូនគួរតែបញ្ច្រកទឹកទៅដើម្បីឲ្យទឹកថ្នោតនឹងវាឆាប់បានផលបានឆាប់បានចេញទឹកណាហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនទាំងគ្នាជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនទាំងគ្នាដែលបានតាមដាននៅវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ខ្ញុំនឹងព្យាយាមធ្វើវីដេអូបន្ថែមទៀតដើម្បីឲ្យពុកម៉ែបងប្អូនទាំងគ្នាបានយល់ដឹងកាន់តែច្បាស់អំពីការធ្វើថ្នោតណាព្រោះអីការធ្វើថ្នោតវាមានច្រើនបែបបទទៅតាមស្រុកតាមភូមិផ្សេងគ្នា